ការគេងមិនលក់គឺជាបញ្ហាសំខាន់ណាស់ខាងក្រោមនេះជាវិធីសាស្ត្រកាត់បន្ថយបញ្ហានេះដែលអាចជួយអ្នកបាន 1. បង្កើតទម្លាប់គេងឲ្យបានទៀងទាត់គេងនិងភ្ញាក់ឲ្យបានម៉ោងដូចគ្នារាល់ថ្ងៃទាំងចុងសប្តាហ៍ដើម្បីធ្វើឲ្យនាឡិកាជីវសាស្ត្ររបស់ខ្លួនសម្គាល់កុំគេងលក់ថ្ងៃឬគេងលក់យូរពេក 2. រៀបចំបរិស្ថានក្នុងបន្ទប់គេងឲ្យបានល្អភ្លើងមិនសូវមានពន្លឺនិងស្ងប់ស្ងាត់សីតុណ្ហភាពសមស្របមិនក្តៅឬត្រជាក់ពេកគេលក់តែនៅលើគ្រែបើគេងមិនលក់អំពៃ30នាទីទេចេញពីក្រោយទៅធ្វើអ្វីមួយសិនរួចត្រឡប់មកគេងវិញ 3. ជៀសវាងការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកមុនពេលគេងកុំមើលទូរស័ព្ទកុំព្យូទ័រឬទូរទស្សន៍យ៉ាងហោចណាស់1ម៉ោងមុនពេលគេងពន្លឺខៀវ Blue Light ពីអេក្រង់អាចរារាំងការផលិតហើមមេឡាតូនីន Melatonin ដែលជាអរម៉ូនជួយគេងលក់ 4. ត្រួតពិនិត្យអាហារនិងភេសជ្ជៈកុំញ៉ាំអាហារធុនធ្ងន់ឬផឹកកាហ្វេមុនពេលគេងអាចផឹកទឹកដោះគោក្តៅឬតែកំបោរដើម្បីជួយឲ្យងុយគេងកុំផឹកគ្រឿងស្រវឹងព្រោះវាធ្វើឲ្យគេងមិនស៊ូ Deep Sleep 5. បន្ធូរអារម្មណ៍មុនពេលគេងអានសៀវភៅកុំអានអ្វីដែលតានតឹងពេកស្ដាប់តន្ត្រីស្ងប់ធ្វើស្គនស្ពាយ Stretching បន្តិចធ្វើទឹកក្តៅងូត 1-2 ម៉ោងមុនពេលគេង 6. ធ្វើចិត្តឲ្យបានស្ងប់កុំគិតពីការងារឬបញ្ហាផ្សេងពេលដេកបើគិតមិនដាច់សាកកត់ត្រាកំណត់ត្រាចុះអ្វីដែលនឹកឃើញរួចទុកវាសម្រាប់ថ្ងៃស្អែកអាចសាកលេងយូហ្គាឬធ្វើសមាធិបន្តិចមុនពេលគេង 7. ហាត់ប្រាណឲ្យបានទៀងទាត់ការហាត់ប្រាណប្រចាំថ្ងៃអាចជួយឲ្យគេងលក់បានលក់ជាងមុនប៉ុន្តែកុំហាត់ប្រាណខ្លាំងមុនពេលគេងព្រោះវាធ្វើឲ្យរស់រវើកប្រសិនបើធ្វើតាមវិធីសាស្ត្រខាងលើហើយនៅតែមិនធូរស្បើយអ្នកអាចសាកប្រើថ្នាំជំនួយពីធម្មជាតិដូចជាមេឡាតូនីន Melatonin ប្រេងដាំដើម Lavender សំខាន់បើបញ្ហាគេងមិនលក់ធ្ងន់ធ្ងរនិងជាប់គ្នាយូរត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីរកមូលហេតុពិតប្រាកដព្រោះវាអាចបណ្ដាលមកពីបញ្ហាសុខភាពផ្សេងសង្ឃឹមថាវិធីសាស្ត្រទាំងនេះអាចជួយអ្នកបានគេងលក់ឲ្យបានស្កប់ស្កល់សូមអរគុណ